ngày nay con của mình cái nông phum chẳng anh mất tới đấy mà ông ôn ơi cái bàn mà hộp sẽ tầm hộp ở rộp nữa steak sạch cô nhà bị tha chiết nu chiếtมันtha tức soมันtha sạch cô thì phơi lũ miền ple miền plọ xem miền tận luôn miền pốt miền ấy sao tận là bỏ tha con của mình trôi chặt để cho mà mình dây bị kêu xóm này ca thưa chỉ bị xe bàn le bàn lọ mà ông ôn ơi đại cướp bưa tô miền tăng pi broccoli miền tăng pi tận luôn miền tăng pi tận luôn parang tận luôn khmer cho mà ông ôn បន្ថែមជាមួយពោតបន្ថែមជាមួយតពាំងបារាំងពីងប៉ោះពីងអីហើយបើថាគ្រឿងផ្សំនេះមានតាបឺទឹកឃ្មុំម្រេចក៏បន្ថែមជាមួយនឹងអំបិលបន្តិចនេះហើយសាច់គោរអាណាផុយមកហើយអ្វីដែលការធ្វើទឹកសោះស្រួលបំផុតមកបងប្អូនមានតែប្រហែលមុខទេមកបងប្អូនអាចជ្រើសរើសយកទឹកស៊ីអ៊ូជីនស៊ូបានដោយសារតែថែមគ្រឿងថែមតែទឹកឃ្មុំអីបន្តិចយើងដាក់ទៅក៏ដូចវាត្រូវហើយយ៉ាងណាហើយសម្រាប់ទឹកស៊ីអ៊ូជីនស៊ូគឺមានពីរប្រភេទដូចខ្ញុំបង្ហាញពីវីដេអូមុនឯងក្រូបពើសគឺរសជាតិដើមហើយក្រូបពើក្រហមរសជាតិខ្ទឹមម្ទេសមកបងប្អូនយកធ្វើមុខម្ហូបអីក៏ចងាញ់ដែរគេថាយើងស្ងោពងចង់គេថាយកទៅប្រឡាក់សាច់ប្រឡាក់អីគឺត្រូវទាំងអស់ដោយសារតែរសជាតិរបស់វាអេមហើយបន្ទាប់មកនេះដល់វាយើងមកត្រូវប្រឡាក់សាច់គោម្ដងសាច់គោក៏យើងប្រឡាក់ក៏បន្ថែមជាមួយតែអំបិលបន្តិចបន្ថែមជាមួយម្រេចបន្តិចហើយបើថាពុកម៉ែអំប្អូនថាចូលចិត្តរៀងដិតក៏យើងដាក់ជាមួយនឹងម្រេចអំបិលឲ្យរៀងដិតទៅថាយើងចូលចិត្តមកល្មមក៏ដាក់មកល្មមសិនណាបងប្អូនដោយសារតែយើងត្រូវការហូបជាមួយនឹងទឹកសោះហ្នឹងហើយយើងដាក់មកកណ្ដប់អញ្ចឹងសិនមកបន្ទាប់ពីយើងប្រឡាក់ហើយអីហើយដល់វាយើងមកត្រូវចំហុយដូចជាពោតអានេះយើងចំហុយពោតក្រហមបន្ថែមជាមួយនឹងថារាំងដលងខ្មែរដលងស្វាយប្រូកូលីអីចឹងបងប្អូនដាក់ចំហុយទៅបើថាពុកម៉ែបងប្អូនយកទៅឆានោះក្នុងលក្ខខណ្ឌដែលយើងធ្វើតិចមកល្មមនេះដោយសារតែខ្ញុំធ្វើច្រើនក៏ចំហុយដាក់មកកណ្ដប់ព្រោះរសជាតិរបស់វាដូចតែគ្នាទេសំខាន់ការធ្វើទឹកជ្រលក់ឬមួយក៏ទឹកសោះនេះឯងហើយអ្វីដែលយើងត្រូវការធ្វើទឹកសោះនេះបងប្អូនមានដូចជាទឹកឃ្មុំហើយថាពុកម៉ែបងប្អូនចូលចិត្តរសជាតិខ្ទឹមម្ទេសក៏យើងដាក់អាក្រូបពើក្រហមទូបើថាយើងចូលចិត្តអារសជាតិដើមដូចថាក្រូបពើសបងប្អូនដាក់ក្រូបពើសទៅព្រោះទឹកស៊ីអ៊ូជីនស៊ូនេះយើងយកមកធ្វើទឹកសោះដាក់ថា steak ខ្ញុំមិននឹកស្មានថាវាត្រូវគ្នាវាចងាញ់ខ្ញុំបងប្អូនហើយយើងធ្វើទឹកជ្រលក់ពីរប្រភេទឯងហៅថាទឹកសោះនោះតេតងនឹងប្លែប្លក់មួយចំនួនក៏យើងមិនបានយកទៅចង្ហុយទេបងប្អូនហើយដូចជាពាំងបារាំងឬមួយក៏ពីងប៉ោះឬមួយក៏សណ្តែកប្រាំងអីចុះយើងត្រូវយកមកឆាមកចំហុយក៏បានដែរក៏រសជាតិរបស់វាក៏ដាក់ទៅវាមិនសូវត្រូវអីចុះណាបងប្អូនយកឆាបន្តិចក៏បន្ថែមជាមួយនឹងទឹកសោះដែលយើងលាយមិញបន្តិចទៅច្បាស់ឡើងក៏ឆ្អិនហើយឈ្វីឆ្ងប់ច្រប់ក៏ចងាញ់កុំឲ្យថាទុកឲ្យវាស្លពេកបងប្អូនយើងមើលតែមកច្រប់មកល្មមមិនឌូដាក់មកកណ្ដប់ទៅមិនថាពីងប៉ោះមិនថាអីទេមកឆ្អិនមកល្មមយើងដាក់មកកណ្ដប់ដូចគ្នានេះហើយយើងឆ្លៀតមកបើកមើលប្លែបន្តិចដោយសារតែប្លែរបស់យើងគឺឆ្អិនមកល្មមហើយសិនណាតែយើងទុកឲ្យផុយពេកអត់ឆ្ងាញ់ទេបងប្អូនយើងមើលតែផុយមកល្មមមើលទៅក៏វាថាយើងអាចហូបបាននេះលើកដាក់ទៅលេះលលយពេកគឺហូបលេងកើតហើយ steak ក៏មិនចងាញ់ដែរទាក់ទងជាមួយនឹងទឹកសោះនេះយើងមិនមែនតែលាយដាក់ទឹកឃ្មុំទឹកអីមកផ្លេតមិនទេបងប្អូនពុកម៉ែបងប្អូនត្រូវយកមកកូរជាមួយនឹងម្សៅឆាក៏បានម្សៅពោតក៏បានដាក់វារៀងខាប់មកល្មមទៅទាំងថាក្រូបពើសនិងក្រូបពើក្រហមរសជាតិខ្ទឹមម្ទេសនិងរសជាតិដើមបងប្អូនដាក់វាតាមមកល្មមយើងលើកដាក់មកកណ្ដប់ទៅមិនឲ្យខាប់ពេកទេព្រោះយើងត្រូវយកទៅដាក់លើជាមួយនឹងសាច់ជាមួយនឹងប្លែប្លក់អីហ្នឹងរំទៅជាតិហើយនេះសាច់គោក៏យើងយកទៅចៀនជាមួយនឹងប័រម៉ែបងប្អូនវាឆ្អិនល្អទៅដោយសារតែយើងធ្វើចែកកូនក្មេងមិនសិនណាពុកម៉ែបងប្អូនធ្វើហូបខ្លួនឯងចូលចិត្តរសជាតិមកល្មមមួយក៏សាច់ឆ្អិនមកល្មមអីត្រឹមតែ 70% លើកដាក់ទុកទៅបើថាខ្ញុំធ្វើឲ្យកូនក្មេងចេះដាក់95 99ហ្នឹងមានអីថាវាមានឈាមមានអីទេបងប្អូនតែឆ្អិនក៏យើងលើកដាក់មកកណ្ដប់ត្រូវហាន់ត្រូវអីមានស្រោមដៃស្រោមអីថាឈ្ងុយបណ្ដើហើយដោយសារសាច់វាផុយល្អតែបើតែយើងធ្វើថាសាច់ផុយទៅសុបាយចិត្តដែរព្រោះកូនក្មេងគ្នាទូចមកល្មមប៉ះណាក៏ធំសំណំពេលដែលយើងដាក់សាច់ផុយហូបទៅមកចងាញ់មកបងប្អូនចេះទៅទិញទៅសុំសាច់គេរៀងផុយបន្តិចហើយបន្ទាប់ពីយើងហាន់សាច់ហាន់អីដាក់មកកណ្ដប់ហើយនេះត្រូវទៅដល់វាយើងមករៀបចំប្លែប្លក់អីចឹងបងប្អូនហើយបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនបន្តិចគេថា steak នេះក៏មិនបានជាត្រូវក្បួនខ្នាត 100% ដូចគេថាអឺរ៉ុបអីដែរបងប្អូនយើងបែបស្រកស្រែទីមានប្លែមានប្លក់អីសត្វតាដូចជាពីងប៉ោះខ្មែរយើងពុតប្រាំងរបស់ខ្មែរយើងនិយាយរំទៅយើងធ្វើបែបស្រកស្រែចង្កាយចង់មិនបាន 100% ដូចអីទេកន្លែងពុកម៉ែបងប្អូនតាមដានទស្សនាយីខ្វះនេះខ្វះនោះវិញចោះណាសំខាន់តែអភ័យទោសផងបងប្អូនហើយនេះបន្ទាប់មកយើងរៀបចំរៀបអីដែលគឺអីបន្តិចបន្តួចហ្នឹងបងប្អូនមើលទៅវាមានថា
សុផិនភាពបន្តិចព្រោះយើងដាក់ចងៀងចងាងមើលទូសំពីសំពងឲ្យវាមិនស្អាតការធ្វើ steak នេះត្រូវការបែបបត់រៀបចំរៀបអីមានគំនិតច្នៃប្រឌិតអីតិចណាបងប្អូននេះរៀបយកទូយរុំទូក៏ទៅប៉ុណ្ណេះគឺវាស្អាតអើយសំខាន់ steak ពេលតែយើងដាក់ប្រឡែប្រឡក់មានគ្រប់ពឿមានអីមើលទូក៏វាគួរឲ្យចាប់អារម្មណ៍កូនក្មេងគួរឲ្យចង់ហូបអីចឹងម៉ែបងប្អូនយរុំទូមករបស់ទាំងអស់នេះភាគច្រើនសាកូនក្មេងក៏ចូលចិត្តដែរដូចជាទន្លងស្វាយទន្លងជ្វាការ៉ុតឬមួយគេថាប្រូកូលីអីភាគច្រើនយើងចង្ហុយអញ្ចឹងក៏ចូលចិត្តក៏ឆ្កុចជាមួយនឹងទឹកស៊ីអ៊ីវដែលយើងបានធ្វើទឹកសោះទៀតជាតិណាស់ម៉ែបងប្អូនអើយម៉ែបងប្អូនអាចជ្រើសរើសយកទឹកស៊ីអ៊ីវជិនស៊ូមកធ្វើទឹកសោះបានមិនថាគ្រប់សមិនថាគ្រប់ក្រហមទេនេះយើងដាក់ទាំងអស់ទូគឺចងាញ់10លើ10បើថាមិនត្រូវទេមិនដឹងនិយាយមិនទេគឺដឹងតែត្រូវ 100% ហើយសម្រាប់ទឹកស៊ីអ៊ីវជិនស៊ូម៉ែបងប្អូនអាចរកទិញបានតាមតូបចាប់ហួយតាមផ្សារទូចធំអីទៅដល់សួរគេតែទឹកស៊ីអ៊ីវជិនស៊ូគឺគេមានលក់ហើយគ្រប់ក្រហមគ្រប់សទេញរុំទូពុកម៉ែបងប្អូនអាចជ្រើសរើសតាមថារសជាតិដែលយើងចង់បានម៉ែបងប្អូនដឹងតែគ្រប់សរសជាតិដើមនៅពេលគ្រប់ក្រហមរសជាតិខ្ទឹមម្ទេសចូលចិត្តរសជាតិខ្ទឹមម្ទេសរសជាតិហើមម៉ែបងប្អូនយកគ្រប់សអីគ្រប់ក្រហមច្រឡំនេះបងប្អូននិយាយលេងទេនេះបន្ទាប់មកដល់វាកូនក្មេងមកថាសាករសជាតិ steak បែបអឺរ៉ុបតែមុខកូនខ្មែរសុទ្ធ100%ហូបប៊ូញយោនេះគេថាមីងើយចងាញ់ណាស់ជាពិសេសភាគច្រើនក៏សុំទឹកសោះថែមរហូតម៉ែបងប្អូនដោយសារតែទឹកសោះរសជាតិមកល្មមអត់មានប្រៃអត់មានជូរអត់មានថាហឹរខ្លាំងអីទេរសជាតិបើថារសជាតិក្រពើក្រហមវិញដាក់ទៅវាហឹរឈ្ងុយខ្ទឹមម្ទេសណាតែកូនក្មេងថាតនងយ៉ាងឲ្យមីងើយចាំទៅដល់ផ្ទះសាកធ្វើដែរណាបងប្អូនវីដេអូយើងនេះក៏មានតែប៉ុណ្ណេះទេមិនបានជាវែងឆ្ងាយអីទេដោយសារតែការធ្វើ steak នេះគឺបែបលឿនមានជាអូធ្វើយូរធ្វើអីឲ្យយើងព្រួយបារម្ភអីទេហើយខ្ញុំក៏ឆ្លៀតភ្លក់មួយម៉ាត់ទៅដោយសារតែឃើញកូនក្មេងក៏ហូបតនងហើយពូដាក់ទូក៏ផ្អែមជាតិលំដាប់ ISO ចា៎អរគុណពុកម៉ែបងប្អូនមែនទែនតែតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពុកម៉ែបងប្អូនឲ្យរស់ស៊ីមានបានទៅណាមកណាក៏ជួបទៅសុខសុវត្ថិភាពមិនថាធ្វើដំណើរទីជិតមិនថាធ្វើដំណើរទីឆ្ងាយទេជំរាបលាបាយបាយ